100%យើងនេះ100%មិនជានៅទូទៅចឹងគាត់ឈាមសធម្មតាជាងក្រហមធម្មតាខ្ញុំហាត់ឈាមខ្ញុំប្រែប្រួលបន្តិចប៉ុន្តែគាត់ថាឲ្យតែគ្រប់ឈាមយើងធម្មតានេះអត់ជាបញ្ហាទេយើងមាន stress តាមទាំងអារម្មណ៍គេសិស្កប់តាមគ្រប់ឈាមវាធទៅតាមហ្នឹងណាផ្លាកាធម្មតាអានេះឧបករណ៍ការពារពីក្បាលដល់ចុងជើងណាបើមិនថាអាលៀកអំពង់កនេះឡើងណាពួកបាក់តេរីពួកវីរុសឬពួកផ្សាយឡើងចឹងមានថាយើងបច្ចុប្បន្ននេះអត់មានការបង្ករោគទេពីក្បាលដល់ចុងជើងណាជាពលផ្លែមកឡើងល្អខ្ញុំនិយាយឲ្យប្រយ័ត្នតើមានកម្មវិធីក្រុមហ្នឹងអត់អីណាធម្មតាមកងារតម្រង់នោម 1.04 ថាធម្មតាទេណាចឹងគ្រូដាក់ចំណាត់ថ្នាក់ឲ្យពី GFO អានឹងយើងចំណាត់ថ្នាក់ទៅលើសុខភាពតម្រង់នោមរបស់យើងដំណាក់កាលទីណាបាទអានេះគាត់តែមុខងារតែមុខងារឡើងមានថាយើងដាក់បន្ទុកឲ្យគ្នាធ្វើការយើងញ៉ាំទឹកតិចឲ្យគ្នាផងច្រោះជាពលហ្នឹងណាបាទណាបាទតែលោកពាក់នេះមានថាសុខភាពតម្រង់នោមទាំងពីរនេះការច្រោះទឹកនោមរបស់គាត់បានប្រមាណបើបាន90ឡើងហ្នឹងធម្មតាតោះណាបាទឥឡូវបង100ណា100មីលីក្នុងនាទីមានថាតម្រង់នោមបងទាំងពីរនេះច្រោះទឹកនោមបាន100មីលីក្នុង1នាទីបាទអញ្ចឹងការច្រោះបែបនេះគេថាល្អណាស់គឺតម្រង់នោមរបស់យើងទាំងពីរធ្វើការល្អបាទពួកអីធម្មតាឲ្យតែបាន90ល្អឡើងលើយើងដល់100ណាអញ្ចឹងការកណនីនេះដើម្បីយើងដឹងសុខភាពតម្រង់នោមរបស់យើងមាន5ដំណាក់កាលដែលយើងនិយាយខ្សោយកលៀនហ្នឹងពីមុនណាតែយើងនិយាយត្រូវនិយាយខ្សោយតម្រង់នោមណាបើមិនជា90ឡើងទៅមានថាធម្មតាទេតែការទី1ហ្នឹងណាបាទគ្រូតែការទី2មានថាក្រោម90 89ដល់60បាទអាហ្នឹងមានថាយើងខ្សោយតម្រង់នោមស្រួចស្រាលអត់ធ្ងន់ទេណាតែបើក្រោម59ទៅ45អានេះមធ្យមតែការទី3ណាទី3មាន2ប្រភេទ 3A 3B 3A យើងស្រាលជាង 3B ចឹងទៅប៉ុន្តែនៅក្នុងដំណាក់កាលទី3មានថាយើងខ្សោយមធ្យមដូចគ្នាពីខ្មែរគាត់ស្រាលធ្ងន់ក្នុងដំណាក់កាលហ្នឹងបើក្រោម44ទៅ30 3B ទៅតែបើក្រោម24ទៅ15អាហ្នឹងយើងធ្ងន់ទេណាមានខ្សោយតម្រង់នោមកម្រិតធ្ងន់ធ្ងរតែបើការច្រោះសិលទៅជាង15អាហ្នឹងខូចតម្រង់នោមមកនិយាយខ្សោយទេណាបាទហើយដល់មកយើង100យើងនិយាយខ្សោយតម្រង់នោមកើតអត់អូណែណាអត់មានខូចតម្រង់នោមទេណាអញ្ចឹងតាក់ទងនឹងទឹកនោមលឿងថ្លាធម្មតាអត់មានលើកូសាយទេព្រោះការពារឆ្លើយតបមានថាមានការបង្ករោគប្រូតេអ៊ីនអត់ឡើងយើងអាចគិតនឹងទឹកនោមប្រៃយើងមកការចុះផ្សាយតម្រង់នោមទេណាពេលថាធម្មតាឈាមអត់មាននៅក្នុងទេយើងអាចគិតនឹងបញ្ហាគ្រូទេណាជាពលក៏អត់ឡើងជាស្ករក៏អត់មានណាប្រព័ន្ធការពារនេះទូចនៅតំបន់តម្រង់នោមផ្លោកនោមបង្ហូរនោមអញ្ចឹងមានថាអត់ឡើងមានការបង្ករោគអត់មានមកឈាមពៀនទេណាយើងមើលគ្រីស្តាល់ជាកបោនេះឯងដែលកកើតទៅជាគ្រោះអត់មានជាកបោទេទឹកនោមអត់មានបាក់តេរីយើងរាប់មើលអត់មានផ្សិតអញ្ចឹងមានថាសុខភាពតម្រង់នោមនេះគឺល្អអត់មានការបង្ករោគអ្វីទាំងអស់ធម្មតាទាំងអស់តោះណាអញ្ចឹងសរុបសេចក្តីមកវិញមានថាយើងមានផ្លោកនោមសកម្មមូលហេតុផ្លោកនោមសកម្មក៏កើតមាន2ណាទី1ដែលបង្កដើមហេតុមុនគេដោយសារតែយើងមាន spina bifida គេហៅថា SOB ណា SBO ហ្នឹងអាហ្នឹងពាក្យខ្មែរខួរឆ្អឹងខ្នងរបស់យើងនេះពីកំណើតមកគឺបិទអត់ចិត្តណាបាទករណីខួរឆ្អឹងខ្នងបិទអត់ចិត្តវាមាន3ដំណាក់កាលដំណាក់កាលទី1សួស្រាដំណាក់កាលទី2មធ្យមទី3ធ្ងន់ឥឡូវនេះបច្ចុប្បន្ននេះអូនប្រុសមាន stress តាមតែអារម្មណ៍អាហ្នឹងជាដើមហេតុធ្វើឲ្យញោតទៅផ្លោកនោមរបស់យើងកន្ត្រាក់កាន់តែខ្លាំងធ្វើឲ្យយើងនោមញឹកកាន់តែចំនួនដងកើនឡើងទ្វេដងអញ្ចឹងហើយមូលហេតុពីរហ្នឹងរួមផ្សំគ្នាធ្វើឲ្យយើងមានផ្លោកនោមសកម្មនេះកាន់តែខ្លាំងមកដល់បច្ចុប្បន្នណាបាទអញ្ចឹងសួរថាផ្លោកនោមសកម្មរោគសញ្ញាបែបម៉េចមិនចឹងនោមញឹកណាហើយការនោមញឹកមិញប្រហែលដង10ដងជាងហ្នឹងខ្ញុំនោមញឹក15ដងណាបើធ្វើយប់មិនចឹងហើយយប់ឡើង4ដងបាទពេលខ្លះអាចលឿនណាស់ដែរគ្រូសញ្ញាគឺអារម្មណ៍ចង់ទៅនោមហ្នឹងហ្មងបាទចង់ពីម្ដងទៅម្ដង10នាទីបើជាម្ដងលឿនណាបាទហើយយើងធ្វើទុកចូលមួយឆ្នាំជាងដែរបាទចឹងបាទហើយយើងជួយជួយរោគជីវិតទីទួតដោយសារតែបច្ចុប្បន្ននេះយើងមានថែមកម្រិតមកតង់ទៀតណាបាទផ្លោកនោមសកម្មរោគសញ្ញាដែលលេចឡើងដែលយើងអាចដកចេញនៃការបង្ករោគមានអារម្មណ៍យើងចង់ទៅនោមពេលដែលចំនួនទឹកនោមច្រើនមានថាយើងទៅនោមទៅធូរធម្មតាទេណាអត់ទៅប្រឹងអត់ទៅសល់ទឹកនោមទេតែបើយើងទៅញឹកញាប់ពេកណាទឹកនោមយើងតិចប្រកបណាស់យើងប្រឹងយើងនោមសល់យើងអួលថ្ងាសណាអួលនៅផ្លោកនោមរបស់យើងណាទឹកនោមយើងអត់មានចិត្តអារម្មណ៍នៅសល់អត់ទៅប្រឹងចេញណាទឹកនោមសល់តែបើទឹកនោមចំនួនធម្មតាយើងនោមធម្មតាបាទអញ្ចឹងគេអត់ទៅស្កប់ដោយសារតែយើងតាមតាំងអារម្មណ៍នេះជាមូលហេតុទី2ដែលធ្វើយើងមានផ្លោកនោមសកម្មណាយើងភ័យបារម្ភកតាគ្រួសារយើងភ័យបារម្ភរឿងបច្ចុប្បន្ននឹងខ្លាចខូចតម្រង់នោមបាទហើយបាទហើយតែពេលយើងឆាប់ភ័យទៅគូបាទឆាប់បញ្ជាទៅផ្លោកនោមយើងកាន់តែសកម្មយើងមានបេះដូងដល់ញាប់ដែរបាទអានោះជាមូលហេតុណាយើងគេអត់សបានយើងគេឆាប់ភ្ញាក់ហ្នឹងឯងតែភ្ញោទៅផ្លោកនោមកាន់តែកន្ត្រាក់ខ្លាំងជាមូលហេតុគឺមាន2ហ្នឹងទេពីរករកឃើញណាបាទទី1គឺយើងមកពីកំណើតដើមហេតុដំបូងគាត់ថាជាទូទៅកាលណាយើងអង្គុយយូរឈរយូរទៅប៉ះពាល់conប្រសាទហ្នឹងយើងនោមញឹកតែនោមញឹកហ្នឹងជាលក្ខណៈធម្មតាទេយើងមិនសប្បាយអារម្មណ៍ផងដល់ពេលយើងវ័យមានគ្រួសារមានទៅវាប៉ះពាល់ការគិតរបស់យើងបាទ stress តាមទាំងអារម្មណ៍តែគួរតម្រងនោះទៅឲ្យយើងនោមញឹកយើងដឹងថាយើងមានបញ្ហាឈឺអញ្ចឹងណាបាទអញ្ចឹងតើដល់បញ្ហានេះយើងព្យាបាលថ្នាំទៅណា